Sôm chun rư Pchu bạc ở lộc bọc Phết tì mùi ថ្វីបារបងជានាងសងព្រេងតែចិត្តមិនមែនដូច វិចាតនសាឆាកជីវិតគឺពិបាកស្វែងយល់បំផុតធ្វើជាមនុស្សល្អក៏ពិបាកធ្វើជាមនុស្សអាក្រក់ក៏មិនស្រួលជួនកាលយើងមិនអាចវាយតម្លៃមនុស្សតាមសម្បកខាងក្រៅទេត្រូវយកចិត្តមើលឲ្យឃើញចិត្តយកបេះដូងឆ្លើយតបជាមួយបេះដូងយកអំពើល្អតបស្នងអំពើអាក្រក់ដោយពាក្យចាស់ថាផ្ចាញ់មនុស្សលោភលន់ដោយការអោបផ្ចាញ់មនុស្សកំរោលដោយភាពទន់ភ្លន់ពន្លត់ភ្លើងក្តៅដោយទឹកត្រជាក់ពាក្យថាឈ្នះនៅលើโลกនេះគ្មានទីបញ្ចប់ទេបើចង់ឈ្នះពិតប្រាកដគឺយកឈ្នះលើចិត្តខ្លួនឯងឲ្យបានមនុស្សគ្រប់រូបដើរកាត់ផ្លូវជីវិតក្រោមដំណក់ទឹកភ្លីតែឬច្រើនគឺទៅទឹកដូចគ្នាកុំសម្លឹងមើលឃើញភាពខ្ពង់ខ្ពស់របស់អ្នកដទៃហើយតូចចិត្តនឹងខ្លួនឯងជួនកាលអ្នកដែលយើងមើលឃើញថាមានក្តីសុខបំផុតនោះតែក្នុងភាពបិទបាំងរបស់គេមានទុកលើជើងរាប់មិនអស់គ្រប់ជីវិតមនុស្សតែងតែមានទុកលំបាកផ្ទាល់ខ្លួនដែលមិនអាចហាប្រាប់នរណាបានឡើយយើងកុំតូចចិត្តនឹងប្រេងវាសនាត្រូវចេះទទួលស្គាល់អ្វីដែលខ្លួនឯងមានហើយយកគតិបណ្ឌិតមកត្រួសត្រាយផ្លូវដើរសម្រាប់ខ្លួនឯងទើបស្វែងរកត្រូវជីវិតឃើញ ក៏គិតដល់អូនប្រលឹង មេធ្លាក់អាប់ងងឹតមើលអ្វីមិនឃើញស្ទោះប្រៃឈើដុះចាំងក្រាស់សន្ធឹកខ្យល់បក់ប៉ះស្លឹកឈើមានសម្លេងគូឲ្យព្រឺព្រោះតែមិនអាចលុបនៅស្នូកំភ្លើងលាន់យ៉ាងខ្លាំងស្រមោលមនុស្សកិច្ចពួនក្រោយដើមឈើអ្នកខ្លះដេកស្លាប់កណ្ដាលព្រៃគូឲ្យអណោចអាធំបរមម្នេះដែលយើងមើលឃើញមិនសូវច្បាស់ព្រោះមេឃនៅងងឹតពេកដៃគេមានរបួសហូរឈាមមិនឈប់អ្នកកំឡោះងាកមើលទៅគ្នា 3-4 នេះដែលអង្គុយក្បែរគេទាំងញើសជោគថ្ងៃផាននាំគ្នាយើងនៅសល់កិច្ចទៅពួកវាមានព្រៀបលើយើងហើយតោះឲ្យខ្ញុំនៅបាញ់ការពីនេះផានជាដៃស្ដាំរបស់អ្នកកំឡោះគេបើកភ្នែកធំៗក្រវីក្បែរខ្ញុំមិនទៅចោលលោកកង្កៀតទេបើស្លាប់ទាំងអស់គ្នាទៅពួកយើងខ្លោចធ្លោដោយសារមើលស្រាលពួកឯងក៏មិនពេកមិនគួរសោះលោកកង្កៀតជាអ្នកដែលពួកយើងគោរពបំផុតពួកយើងមិនអាចអាត្មានិយមគិតយករួចខ្លួនបាច់នេះឡើយកង្កៀតមើលមកផានទាំងរំភើហើយក៏ពេញចិត្តនឹងចរិតរបស់ផានកូនចៅរបស់កង្កៀតសុទ្ធសឹងតែជាអ្នកអង្អែកង្កៀតមិនស្មានថាជីវិតនេះត្រូវមកបញ្ចប់ដោយគ្មានន័យចឹងនេះគេមិនអាចកំចាត់មនុស្សអាក្រក់ឲ្យសាបសូន្យបានឡើយថែមទាំងត្រូវធ្វើឲ្យជីវិតជនស្លូតត្រង់ជាច្រើនត្រូវមកស្លាប់ជាមួយថែមទីនេះមកពីការប្រមាថចំពោះសត្រូវពេកនេះឆាតស្ដេចរលាកចាំងមានអំនួតដល់ថ្ងៃបញ្ចប់ជីវិតហើយលោកអ្នកស្នេហាព្រៃឈើនៅរស់មិនចង់សុខបែរជាដើរមករកផ្លូវស្លាប់បើឯងព្រមរួមដៃជាមួយលោកម្ចាស់ប្រហែលជាដេកស៊ីសនុកស្រួលតាហើយកងគីញញឹមជាប់មាត់សម្លឹងនេះឆើតចាំងមុតទោះបីក្តីស្លាប់ស្ថិតនៅចំពោះមុខក៏កងគីមិនខ្លាចញញើតដែរអ្នកស្លាប់ក្នុងនាមជាអ្នកការពារព្រៃឈើនឹងប្រកាសយកភាពយុត្តិធម៌លោកជាថាជាអ្នកស្រឡាញ់ព្រៃឈើលោកមានគំនិតមុខមុតប្រឆាំងជាមួយក្រុមកុម្មុយនីទើបលោកត្រូវគេសម្លាប់ដោយអាចកំបាំងហើយគ្មាននរណាអាចរកយុត្តិធម៌ជូនលោកឡើយកងគីជាក្មេងកំព្រាដែលលោកជាថារើមកចិញ្ចឹមឲ្យសិក្សារៀនសូត្រកងគីពោលចាំងមឹងម៉ាត់មនុស្សដែលគ្មានអារម្មណ៍កតេដូចពួកឯងមិនសមរស់នៅទេទូយើងស្លាប់តែយើងស្លាប់ដោយកិត្តិយសនេះឆើតសើចចំមកឲ្យកងគីអាដាមកតេកិត្តិយសស៊ីមិនបានទេវើដូចជាឯងពេលនេះអញ្ចឹងចិត្តស្លាប់ហើយទៀមទីរកកិត្តិយសស្អីត្រៀមទៅជួបបុកឯងនៅឋាននរកទៅនេះឆើតលើកំភ្លើងតម្រង់កងគីស្រាប់តែស្នូកំភ្លើងលន់ពីក្រោយខ្នងនៃឆាតកងគីត្រូវក្របធ្លាក់ពីលើជ្រុះនៃឆាតងាកចាំងរហ័សលោកបបតាសម្លឹងឆើតចាំងមុតថ្ងៃក្រោយមុននឹងធ្វើអ្វីសួរយោបល់យើងសិនលោកក៏មិនចង់ឲ្យចាប់វាទាំងរូបឥឡូវបើកលៈទេសៈបង្ខំបាច់នេះមានតែដោះស្រាយតាមជាក់ស្ដែងប៉ុណ្ណោះនេះឆើតធ្វើមុខមីងមេតែខ្ញុំមិនតាន់បានបាញ់វាទេបបតាជ្រួញចេញចាអញ្ចឹងទុកឲ្យវាបាញ់ទម្លុះក្បាលឯងសិនឬមនុស្សដូចគង្គីស្មានថាស្រួលចាត់ការមែនទេឯងប្រមាថសត្រូវពេកហើយនៃឆើតប្រញាប់អោនគោរពបបតា
ព្រោះវាពិតជាប្រមាថកង្កៀបមេស្មានថាកង្កៀបពិតជាតល់ច្រកហាងបើបុព្វតាជួយមិនតាន់ពេលនេះទេប្រហែលជាអ្នកត្រូវស្លាប់មិនមែនកង្កៀលឡើយពេលនេះមេភ្លឺច្បាស់ហាងធ្វើឲ្យយើងឃើញបុព្វតាចឹងច្បាស់គេពិតជាសង្ហាខ្លាំងណាស់ជាពិសេសពេលស្លៀកពាក់ឈុតខ្មៅបែបនេះរត់តែមើលទៅសង្ហាដូចទេវបុត្ររូបរាងខ្ពស់ស្រឡះមៀតមាំពោពេញដោយសាច់ដុំហាប់ណែច្រមុះស្រុះបបោសមាត់តូចក្រហមព្រឿងដោយស្រីក្រមុំកែវភ្នែកគេមុតស្រុះពោពេញដោយភាពដាច់ស្រេចបើសិនគេមិនមែនជាក្រុមមនុស្សអាក្រក់គេពិតជាបរោះដែលនារីគ្រប់រូបប៉ងប្រាថ្នាបុព្វតាអង្គុយនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនៅក្បែរគេគឺបារម្ភនេះដែលមានរូបរាងអង្អាមកគេកាច់របៀបអ្នកលេផ្ទះកុំមិនសង់នៅលើដីភ្នំធំទូលីមានកូនចៅជាមកាមយ៉ាងតាំងរ៉ាំបរោះចំណាស់មិននេះចុះពីចន្ទាទោះបីស្ថិតក្នុងវ័យចំណាស់បន្តិចក៏ដោយតែមើលទៅរឹងមាំខ្លាំងណាស់នៅក្បែរលោកគឺលោកស្រីដិនណាជាភរិយារបស់លោកអ្នកស្រីចេញទៅមើលរបៀបរៀបរយឯផ្ទះបែទុកឲ្យស្វាមីនៅនិយាយកិច្ចការផ្ទាល់ខ្លួនលោកកុំមិនអង្គុយមើលទៅបុព្វតាចាំមុតមិនក៏អញមិនចាប់វាមកទាំងរូបអញក៏ដឹងថាយើងចង់បានអ្វីពីវាបុព្វតាបំរុងឆ្លាតតែស៊ីរ៉ាដៃស្ដាំរបស់លោកកុំមិនពលកាត់ខ្ញុំយល់ថាបុព្វតាមានបំណងធ្វើឲ្យការងារយើងរលីបុព្វតាមើលមកស៊ីរ៉ាចាំមុតទឹកមុខរបស់គេនៅតែនឹងថ្កល់អ្នកកំឡោះញញឹមចុងមុខលោកស៊ីរ៉ាកំពុងតែរករឿងគ្នាឯងហើយលោកមកស្ថិតក្នុងហេតុការណ៍នោះធ្វើម៉េចលោកដឹងថាវាតាំងតែងបែបណាទៅស៊ីរ៉ាញញឹមចំអកដាក់បុព្វតាយើងមិនដែលទុកឯងជាគ្នារបស់យើងទេបុព្វតាខំមួយក្តាប់ដៃចំណែងសម្លឹងស៊ីរ៉ាលោកក៏មិនក្រហេបានហើយឈប់ខំគ្នាទៀតទៅស៊ីរ៉ាមានឲ្យកូនចៅទៅរកមើលក្នុងផ្ទះកង្កីហើយនឹងវាប្រហែលជាលាក់ទុករបស់នោះនៅក្នុងផ្ទះក៏ថាបានដែរស៊ីរ៉ាតរកឲ្យឲ្យលោកម្ចាស់តែមិនឃើញឬមួយក៏វាដាក់ជាប់ខ្លួនព្រោះរបស់សំខាន់បែបនោះវាមិនទុកឆ្ងាយពីខ្លួនទេលោកក៏មិនជ្រួញចាញ់ចាបើយើងយករបស់នោះមិនបានយើងគ្មានអ្វីជាធ្នូសម្រាប់ចងលោកភិស៊ីទេពូយើងអាចឈរជើងបានរហូតដល់សប្តាហ៍ថ្ងៃនេះព្រោះមានលោកភិស៊ីជាអ្នកជ្រោមជ្រែងបើគាត់ងាកទៅជួយខាងអវិធានវិញពូយើងប្រកាសជាមានបញ្ហាមិនខានឡើយបុព្វតាមើលមកលោកក៏មិនចុះក្រែងផែនទីមកកណាត់ទៀតនៅនឹងលោកម្ចាស់ឲ្យមិនអញ្ចឹងហ៎យើងបញ្ជូនឲ្យគាត់មកកណាត់សិនទៅតកមួយកំណាត់ទៀតសម្រាប់ជារបាំងការពេលយើងព្រោះបើលោកភេស៊ីបានផែនទីទាំងនោះគាត់អាចក្បត់យើងក៏ថាបានដែរលោកក៏មិនត្រឹងគិតបន្តិចព្រោះអ្វីដែលបុព្វតានិយាយត្រូវបើគាត់ប្រកោរបស់មានតម្លៃនោះឲ្យភេស៊ីទាំងអស់គាត់គ្មានអ្វីសម្រាប់ការពារក្រុមរបស់គាត់ទៀតទេភេស៊ីមិនត្រឹមជាអ្នកមានលោកថែមទាំងមានអំណាចទៀតផងដូច្នេះគាត់ត្រូវពឹងពាក់ភេស៊ីដើម្បីជ្រោមជ្រែងខាងកូនហើយការដែលលោកភេស៊ីព្រមជួយខាងលោកមិនជួយខាងក្រុមវិធីព្រោះតែគេដឹងថាលោកកុំមិនមានផែនទីកំណត់ពេលនេះលោកកុំមិនកំពុងតែចរចាជាមួយលោកភេស៊ីពីបញ្ហានេះលោកកុំមិននឹងប្រកល់ផែនទីឲ្យលោកភេស៊ីលុះត្រាណាតែលោកភេស៊ីព្រមប្រកល់អំណាចឲ្យលោកគ្រប់គ្រងលើទឹកដីខេត្តនេះតែម្ដងប៉ុន្តែដោយសារតែលោកកុំមិនមានផែនទីតែមួយកំណាត់ទើបមិនអាចយកទៅឲ្យលោកភេស៊ីកាជាពិសេសផែនទីនោះមានលក្ខបង្កប់នៅឯកសារសំខាន់ជាច្រើនទៀតផងលោកក៏មិនបន្ធូរដង្ហើមធំទាំងខ្វល់ខ្វាយពេលនេះយើងចាត់ការអាកង្កេបានហើយធ្វើឲ្យយើងកាត់បន្ថយសត្រូវមួយក្រុមចំណែកអាវិធានជាមនុស្សឆ្លាតណាស់យើងមិនត្រូវប្រមាថវាទេទោះយ៉ាងណាយើងត្រូវប្រយ័ត្នខ្លួនចិត្តនេះឯរឿងផែនទីសម្ងាត់ខ្ញុំក៏គិតដូចឯងដែរតែដរាបណាយើងមិនតន់រកផែនទីមកកំណត់ទៀតឃើញយើងមិនអាចប្រកល់ផែនទីនោះឲ្យលោកភេស៊ីបានទេស៊ីរ៉ាក្រោកឈរទល់មុខបុព្វតាគេមិនចូលចិត្តបុព្វតាឡើយព្រោះតាំងពីបុព្វតាចូលមកទីនេះលោកក៏មិនផ្ដល់ការទុកចិត្តលើបុព្វតាជាងគេជាចំណិតចាស់តើទីខ្ញុំជឿថាផែនទីច្បាស់ជានៅផ្ទះអាកុងគីហើយមានតែអ្នកស្គាល់ទីនោះច្បាស់ទៅរកឃើញជួនកាលមានគេរកឃើញហើយយកវាតម្លាក់ទុកក៏ថាបានដែរបុព្វតាជ្រួញចិញ្ចៅមើលមុខស៊ីរ៉ាព្រោះអ្នកដឹងថាស៊ីរ៉ាកំពុងតែនិយាយសម្ដៅលើនេះណែស៊ីរ៉ាមុននឹងលោកនិយាយអ្វីត្រូវមានផតតាំងពីសម្រាប់កងគេមកខ្ញុំមិនដែលទៅផ្ទះរបស់គេឡើយខ្ញុំមិនបានថាស្អីឲ្យឯងទេមិនក៏បញ្ញាប់រអៀសខ្លួនម្លេះតែ
លោកក៏មិនពលកាត់ណាស់ហើយឈប់ត្រឹមនឹងចុះស៊ីរ៉ាឯងទៅមើលការងារក្នុងព្រៃទៅពេលនេះគេកំងឈើច្រាត់ណាស់រឿងផែនទីទុកឲ្យបុព្វតាគេតាមរកចុះស៊ីរ៉ាប្រែមកក្រញ៉ាលោកម្ចាស់ទុកចិត្តគេពេកហើយកុំភ្លេចថាគេក៏ធ្លាប់ជីលោកភូមិន្ទចង់ចិញ្ចៅមុខស្មាពេលនេះឯងធំជាខ្ញុំហើយឬឈប់និយាយរឿងគ្មានប្រយោជន៍ទៀតទៅបុព្វតាគេធ្វើការងារឲ្យយើងច្រើនណាស់ណាស៊ីរ៉ាខំមកដល់ចេញតាំងខំព្រោះពេកនេះការងារសំខាន់លោកក៏មិនប្រគល់ឲ្យបុព្វតាទាំងអស់ថ្វីបើជួបអូនត្រឹមមួយរាត្រីតែចិត្តនៅតែអាឡ័យទឹកហូររមិញតាមដងជ្រោះថ្ងៃរះចាំងច្បាស់នារីម្នាក់វ័យប្រហែលជា18-19ឆ្នាំសក់ស្រីរញីរញ៉ៃមុខមាត់ស្រីប្រឡាក់ស្រមោះអាវសុទ្ធសឹងតែបំណាស់ក្រមុំតូចអង្គុយចុះបំរុងក្បង់ទឹកលឹបលៀងមុខស្រាប់តែមានាវីភ្ញាក់ព្រឺពេលឃើញមនុស្សដេកស្លាប់ក្បែរមាត់ទឹកខ្លួនគេសុទ្ធតែរបួសស្រស់ស្រីរត់ទៅក្បែរគង្គាតាក់មកភ័យខ្លាចមិនដឹងថាគេស្លាប់ឬឬទោះបីខ្លាចតែក៏ចង់ដឹងនាងក្រមុំលោកដៃស្ទាបខ្យល់ដង្ហើមរបស់អ្នកកំឡោះនៅរស់តែហេតុអ្វីក៏មានរបួសពេញខ្លួនបែបនេះមានាវីខំអូសគង្គាចេញពីទឹកទៅប្តីក្រោមដើមឈើទាំងតតៃស្រស់ស្រីមើលទៅមនុស្សទាំងមិនអស់ចិត្តទោះបីគេស្លេកស្លាប់តែភាពសង្ហារបស់អ្នកកំឡោះនៅតែបង្ហាញចាំងច្បាស់គង្គាសង្ហាមកយ៉ាងពីបបតាតាក់មកពោពេញដោយភាពស្លូតត្រង់ច្រមុះស្រួលជាចាំក្រាស់មៀតមូជាពិសេសគេជាអ្នកស្នេហាភាពត្រឹមត្រូវធ្វើការងារសុចរិតផ្ទុយពីបបតាដែលបម្រើការងារឲ្យមនុស្សអាក្រក់មានាវីយកកន្សែងដៃរបស់នាងទៅគក់ទឹកយ៉ាងស្អាតជូតមុខមាត់និងលាងរបួសឲ្យគង្គាព្រោះខ្លាចរបួសខ្លាំងគង្គាដឹងខ្លួនពេលដែលនាងក្រមុំកំពុងជូតមុខឲ្យនេះនរៈសង្ហាបើកភ្នែកសម្លឹងភ័ក្រស្រីល្អទាំងល្វើគេហាមាត់និយាយអ្វីក៏មិនដឹងនាងក្រមុំអោនចិត្តគង្គាស៊ូទាំងឆ្ងល់លោកចង់និយាយពីអ្វីគង្គាស្លាប់ទៅវិញព្រោះគេហូរឈាមច្រើនពេកជាពិសេសធ្លាក់ពីលើជ្រោះទីមិនស្មានថាមានជីវិតផងឆោមល្អក្របួចមាត់ធ្វើមុខជឿស្លាប់ទៀតហើយឲ្យខ្ញុំជួយចាំម៉េចបើមិនដឹងផ្ទះនៅឯណាផងស្រស់ស្រីជុតមុខរួចក៏យកកន្សែងរំរបួសឲ្យគង្គាទោះបីនាងមិនធ្លាប់ស្គាល់គេប៉ុន្តែក៏មិនដាច់ចិត្តទុកគេចោលដែរមើលទៅស្រីតូចក៏ដូចជាស្លេកស្លាំងមិនខុសពីគង្គាដែរនាងក្រមុំលើកដៃជុតញើសទាំងភាពស្រពបស្រពោមានាវីបន្ធូរដង្ហើមធំខ្ញុំជួយលោកបានតែប៉ុណ្ណាបើលោកសំណាងល្អអាយុថ្លៃនោះច្បាស់ជាមានអ្នកណាមកជួយលោកនិយាយចាស់ស្រីល្អដែលចេញទៅទាំងល្វើមានាវីចង់ចូលខេត្តរកការងារធ្វើស្រីល្អដើរសំគ្រប់កន្លែងតែគ្មានអ្នកណាទទួលនាងឡើយស្រីល្អអង្គុយចុះក្បែរភោជនីយដ្ឋានមួយតាក់មុខអស់សង្ឃឹមកែភ្នែកស្រីពោពេញដោយភាពក្រៀមក្រំតើជីវិតទុរគតត្រូវតស៊ូដល់ពេលនេះនាងអត់បាយ2ថ្ងៃហើយស្រស់ស្រីមិនមានសាច់ញាតិឡើយក្រៅពីជីដូនម្នាក់ពេលនេះលោកជីរបស់នាងក៏ស្លាប់បាត់ទីមុនពេលស្លាប់គាត់ឲ្យនាងចុះពីលើភ្នំដើម្បីតាមរកឪពុកម្ដាយបង្កើតព្រោះនាងមិនមែនចៅរបស់គាត់បង្កើតទេគាត់រើនាងបានពេលចុះពីភ្នំយកបន្លែទៅលុបពេលនោះនាងនៅកូនង៉ែតដលាតើឲ្យស្រស់ស្រីទៅរកឪពុកម្ដាយបង្កើតនៅឯណាឃើញទៅបើគ្មានអ្វីសម្រាប់បញ្ជាក់ផងវាពិបាកជាងរៀងមជុលក្នុងបាតសមុទ្រទៅទីពេលនេះរឿងតាមរកឪពុកម្ដាយវាមិនសំខាន់ស្មើនឹងភាពឃ្លានរបស់នាងឡើយឆោមល្អសម្លឹងមើលទៅភ្ញៀវក្នុងហាងកំពុងញ៉ាំអាហារឆ្ងាញ់ស្រស់ស្រីលេបតាក់មុខទាំងគោពុះខណៈនោះបុព្វតាចូលពីលើឡានឡងក្រសោទំនើបគេក្រឡេកមើលទៅនារីទុរគតបន្តិចរួចក៏ចូលទៅក្នុងហាងបុព្វតាពិតជាសង្ហាត់ណាស់ទោះបីមិនសូវញញឹមតែផ្ទៃមុខគេនៅតែស្រស់សង្ហាគ្មានគូព្រីរឹកពីអង្គអាកែភ្នែកវិញមុតថ្លាពេលសម្លឹងម្ដងគូឲ្យលងស្នេហ៍ស្រីកែកំពុងតែមើលក្នុងហាងផ្លឹកស្រាប់តែអ្នករត់តុយកបាយមួយប្រអប់មកហុចឲ្យនារីកំសត់នាងក្រមុំបើកភ្នែកធំទាំងភ្ញាក់ផ្អើលអ្នករត់តុពោទាំងមកស្មាលោកបុព្វតាឲ្យយកមកឲ្យនេះហើយទៅសុំទាននៅឯណាទៅចុះកុំមកអង្គុយសង្កុកនៅទីនេះ
ព្រោះលោកបបតាមិនចូលចិត្តឲ្យអ្នកសំទៀតមកសំបុកហាងរបស់គាត់ស្រស់ស្រីទទួលកញ្ចប់បាយទាំងអូនណាហេតុអ្វីក៏ពួកអ្នកមីចូលចិត្តមើលងាយអ្នកក្រម្ល៉េះព្រោះតែភាពឃ្លីម៉ាណាវីសោកចិត្តខំមកទទួលការប្រមាថរបស់ពួកគេទាំងដនេះគ្មានបំណងមកសំទានពីនរណាឡើយកែវក៏ចង់អរគុណដល់បរិសដែលឈ្មោះថាបបតានោះដែរទោះបីជាគេមើលងាយតែក៏នៅមានទឹកចិត្តដែលឲ្យបាយដិននេះស្រស់ស្រីកាន់ថង់បាយទៅហូបក្រោមដើមឈើចាំងកំសត់ភាពទុរគតថែមទាំងជាស្រីទីតើនាងអាចតស៊ូពុះពីព្យុះជីវិតមួយនេះបានដែរទេឆោមល្អញ៉ាំបាយទាំងរហ័សព្រោះក្លិនពេកស្រាប់តែអ៊ូម៉ាណាវីប្រាំងលេបផងតាប់ទ្រង់ខ្លួនឯងផងខណៈនោះបបតាដែលបំរុងឡើងឡាឃើញកែវអ៊ុលបាគេក្រវីក្បាលហូចចិត្តអ្នកដើរមករកម៉ាណាវីរួយហត់ទឹកសុទ្ធឲ្យនេះប្រយ័ត្នអូនស្លាប់ញ៉ាំតាមសម្រួលទៅខ្ញុំមិនចង់ឲ្យមានអ្នកស្លាប់នៅក្បែរហាងរបស់ខ្ញុំទេកែវទទួលទឹកពីបបតាមើលគេភ្លឺភ្លឺអ្នកកំឡោះដើរត្រឡប់ទៅឡានវិញសន្តិសុខមកខាងបើកទ្វារឡានអាវបបតាដោយអោនលំទូពេលនេះកុំមិនបានប្រកល់ការមើលខុសត្រូវកិច្ចការរកស៊ីរបស់គាត់ទាំងអស់ឲ្យបបតាចំណែករឿងព្រៃឈើតកឲ្យស៊ីរៈជាអ្នកទទួលខុសត្រូវប៉ុន្តែស៊ីរៈនៅតែមិនពេញចិត្តព្រោះគេពេកនេះប្រៀបដូចជានៅក្រោមបបតាទាំងដែលគេជាមនុស្សចំណិតរបស់លោកកុំមិនមុនបបតាទៅទីប៉ុន្តែលោកកុំមិនពេញចិត្តបបតាដោយសារគេមានស្នាដៃល្អទាំងការបាញ់កំភ្លើងនិងក្បាច់វាយស៊ីរៈចំណានបបតាព្យាយាមរកគ្រប់ល្បិចកលដើម្បីកម្ចាត់បបតាឲ្យខ្ទាតចេញពីលោកកុំមិនឆោមល្អរកតែអរគុណគេមិនតោះទោះបីសម្ដីសោកក៏ក្រក់កែវភ្នែកគ្មានភាពទន់ភ្លន់ប៉ុន្តែគេជាអ្នកមានគុណចំពោះនេះរកពីគេពិតជាអង្អាចខ្លាំងណាស់កែវសង្ឃឹមថាថ្ងៃណាមកនាងនឹងបានអរគុណគេដោយផ្ទាល់មិនរួមដូចជាផ្លែលំអីស្មងហើយជឿគ្នា យប់យន្តត្រជាក់រងាព្រឺឆ្អឹងខ្នងក្រមុំទរគតអោបដៃរងាញោមមកព្រោះអាកាសធាតុនៅទីនេះយប់ឡើងត្រជាក់ណាស់បណ្នៅលើភ្នំក្បែរចំការទីច្បាច់ជារងារំដំថ្គីមិនខាអាវស្រីល្អរហែកដាច់ដោយអន្លាគូឲ្យអាណិតភ្លើងពណ៌ក្នុងទីរួមខេត្តពិតជាស្រស់ស្អាតណាស់ទោះបីទីនេះមិនធំដូចភ្នំពេញតែក៏មានភាពរីកចម្រើនខ្លាំងណាស់ដែរកែវកំពុងដើររីគិតមិនដឹងថាត្រូវទៅទីណាហើយដេកពួននៅកន្លែងណាឬមកត្រូវដេកតាមសម្រាប់ផ្ទះគេជីវិតអនាថាពិតជាវេទនាខ្លាំងណាស់ពេលនេះស្រីស្រស់មើលមិនឃើញរស្មីនៃក្តីសង្ឃឹមបន្តិចសោះនាងអភ័ព្វសូម្បីតែមុខមាត់ឪពុកម្ដាយយ៉ាងម៉េចក៏មិនធ្លាប់ដឹងមានជីដូនជាទីពឹងក៏ត្រូវឃ្លាតឆ្ងាយមិនត្រឡប់ទីកំពុងតែភ្លឹកស្រាប់តែសម្លេងមនុស្សស្រីស្រែជួយផងកែវភ្ញាក់ព្រឹសស្រីល្អអោនរើកំណាត់ឈើរួចដើរលបទៅកន្លែងមានស្មៅសុបទ្រុបដោះផុតក្បែរមណ្ណវីឃើញបារម្ភនេះពុកមាត់ស្រមុំសាក់វែងប្រាស្មាដូចជាអ្នកលេងកំពុងតែសើចក្អាកក្អាកំស្រែកនាំតែហត់ទេអូនស្រីតកកម្លាំងសប្បាយជាមួយបងល្អជាគ្រាន់តែនិយាយចប់វិហកសង្គ្រប់នារីម្នាក់នោះយ៉ាងកំរាវកែវខំមកសំពងចាំក្បាលជន់អាក្រក់អស់តំហាំធ្វើឲ្យដូនស្ទន្លប់បាត់មាត់ជើងឡើងកំរាវបានរួចពីគ្រោះថ្នាក់នាងរត់មករកកែវទាំងខ្លួនញ័រតែត្រឺអរគុណកែវមើលមកស្រីល្អនាងមកធ្វើអីកន្លែងស្ងាត់បែបនេះនាងឯងបន្តិចទៅតខ្ញុំឆ្លៀតពេលតំណែងពីការងារបំរុងឈៀងតលេងបងប្អូនបន្តិចស្រាប់តែមកជួបមនុស្សអាក្រក់ចូលនាងក៏តណែនដែរកែវត្រឹងគិតបន្តិចរួចតបទាំងស្រពោខ្ញុំក៏មិនដឹងដែរចេតតាដើរគ្មានគោលដៅទេនាងក្រមុំមើលមកកែវភាំងបន្តិចព្រោះសភាពកែវពិតជាពិបាកភ្នែកណាស់មុខមាត់ប្រឡូកប្រឡាក់មើលមិនយល់អាវវិញចាស់ពភ្លុះសម្រាប់នារីម្នាក់នេះវិញពិតជាស្រស់ស្អាតពិតពីធម្មជាតិច្រមុះស្រួយខ្ពស់ចិញ្ចើមក្រាស់ស្តំនឹងរោមភ្នែកងច្រែបបោមាត់ខ្លែបក្រូចរៀងតូចត្រនោះសាក់វិញអន្លែនាងក្រមុំបន្ធូរដង្ហើមថោកនាងយល់ពីភាពតល់ក្រត់នេះច្បាស់ព្រោះរូបនាងក៏ជាក្មេងកំព្រីត្រូវរស់នៅជាមួយគ្រួសារអ្នកដទៃតែក៏សំណាងជាងការដោយសារគ្រួសារនោះស្រឡាញ់និងមើលថែនាងដូចជាសាច់ញាតិបង្ការទោះបីជាមិនមែនគ្រួសារអ្នកមានកូនដាវ
តែក៏មានកន្លែងសម្រាប់មានការងារធ្វើមានសម្លៀកបំពាក់សមរម្យមានភាពកក់ក្ដៅក្នុងការរស់នៅមិនអ្វីចាប់ដៃកាអញ្ចឹងទស្សនៈជាមួយខ្ញុំក៏បែបងប្រុសខ្ញុំមិនថាអីទេចាំខ្ញុំសុំអ្នកនាងបរមីអើក្រែងគាត់អាណិតទទួលអ្នកនាងធ្វើការនៅទីនោះអ្នកនាងបរមីជាមនុស្សចិត្តល្អណាស់កែវបោកភ្នែកធំទាំងរីករាយនាងងក់ក្បាលដោយមិនចាំបាច់រិះគិតព្រោះរូបនាងពេកនេះមិនខុសពីមនុស្សកំពុងលង់ទឹកហើយបានជួបនឹងកំណាត់ឈើឡាត្រូវតែស្រវាតាវកូឡាបនាំកែវទៅផ្ទះរបស់នេះក្រមុំទាំងពីរហាក់ដូចជាមាននិស្ស័យនឹងគ្នាណាស់ធ្វើឲ្យពួកគេមានភាពស្និទ្ធស្នាលយ៉ាងឆាប់រហ័សកែវក្រឡេកមើលឆ្វេងស្ដាំទាំងឆ្ងល់ហើយអ្វីក៏ផ្ទះនេះធំម្ល៉េះកូឡាបញញឹមតអញស្មានថាជាផ្ទះរបស់ខ្ញុំមែនទេខ្ញុំនិងបងប្រុសរបស់ខ្ញុំស្នាក់នៅទីនេះបម្រើអ្នកនាងបរមីអ្នកនាងបរមីជាអ្នកចម្រៀងប្រចាំហាងចំណូលរាត្រីគាត់មានក្រុមភ្លេងផ្ទាល់ខ្លួនចំណែកបងប្រុសខ្ញុំជាអ្នកលេងភ្លេងប្រចាំហាងនោះដែរគាត់បានធ្វើការនៅទីនោះព្រោះតែអ្នកនាងបរមីជួយកន្លែងបើកទ្វាររបងចូលទៅទីនេះពិតជាធំទូលាយមានសួនច្បារដាំសិតតែផ្កាគ្រប់ប្រភេទកុលាបដឹកដៃកែវតម្រង់តែផ្ទះតូចសម្រាប់អ្នកបម្រើស្នាក់នៅកុលាបនៅទីនេះក្នុងឋានៈជាអ្នកបម្រើប៉ាត់មេតែស្រីល្អក៏មិនមានភាពលំបាកអ្វីដែរព្រោះទីនេះអ្នកបម្រើច្រើនសន្ធឹកសន្ធាប់ដូច្នេះមិនមានការងារអ្វីច្រើនសម្រាប់នាងឡើយកុលាបឆ្លៀតពេលទំនេះនាងលើករងដាំបន្លែនៅខាងក្រោយផ្ទះដែលមានដីវាលធំល្វឹងល្វើបរមីចូលចិត្តកុលាបព្រោះតានាងជាមនុស្សឧស្សាហ៍ហើយស្លូតប៊ុតណាស់កំពុងតែមើលឆ្វេងស្ដាំផ្លឹកសំឡេងបារម្ភម្នាក់ធ្វើឲ្យកែវនិងកុលាបឈប់ឆ្កាំងមើលទៅបារម្ភម្នាក់ដែលមានវ័យ25-26ឆ្នាំគេមើលទៅកុលាបសួរទាំងមុខស្មាយប់ថ្មណែតាហាអញទៅមកពីណាដឹងទេថាបងបារម្ភសឹងស្លាប់អ្នកនាងបរមីឲ្យគេចេញតាមរកអញគ្រប់កន្លែងកុលាបអេះអញបន្តិចទៅតបទៅបងប្រុសខ្ញុំអបសោកពេកទៅចេញទៅដើរលេងខាងក្រៅសំទោសដែលធ្វើឲ្យបងបារម្ភកែវមើលមកកុលាបទាំងឆ្ងល់ព្រោះមុតនេះនាងប្រាប់ថាទៅលេងបងប្អូនតែឥឡូវបែរជាប្រាប់ថាចេញទៅដើរលេងឬមួយកុលាបមានហេតុផលដែលត្រូវលាក់បាំងអូដាមមើលមកកែវស៊ូទាំងឆ្ងល់គេជាណានាងជាអ្នកជួយខ្ញុំពេលដែលមនុស្សអាក្រក់មានបំណងធ្វើបាបខ្ញុំហើយនាងគ្មានកន្លែងណាស្នាក់នៅទេតើខ្ញុំបបួលនាងមិននៅជាមួយពួកយើងបងជួយសុំអ្នកនាងបរមីផងបានទេអូដាមត្រង់គិតមួយសន្ទុះអូដាមមិនមែនជាមនុស្សចង្អៀតចង្អល់អ្វីទេគ្រាន់តែគេបារម្ភពីប្អូនស្រីអ្នកកំឡោះងក់ក្បាលតិចរួចឲ្យកុលាបនាំកែវទៅសម្រាប់ជាមួយកុលាបស្អែកទៅនាំកែវទៅជួបបរមីព្រោះពេលនេះជប់ជ្រៅហើយនៅក្នុងបន្ទប់កុលាបដែលតូចល្មមមានក្រែមួយនិងទូសម្លៀកបំពាក់មួយក្នុងបន្ទប់រៀបចំយ៉ាងស្អាតនិងមានរបៀបទោះបីមិនធំតែក៏អាចដេកពីរនាក់យ៉ាងទូលាយកែវចេញពីបន្ទប់ស្រស់ស្រីងូតទឹកនិងផ្លាស់សម្លៀកបំពាក់ដំណេកដែលកុលាបយកមកអាវរូបរាងនាងក្រមុំទាំងពីរប្រហាក់ប្រហែលគ្នាទើបកែវស្លៀកពាក់អាវរបស់កុលាបត្រូវពេលដែលនាងក្រមុំលុកមុខលុកមាត់សិតសក់មានរបៀបបែបនេះធ្វើឲ្យកុលាបភាំងនឹងសម្រស់កែវដែរព្រោះនាងពិតជាស្រស់ស្អាតខ្លាំងណាស់ភ្នែកធំរងភ្នែកងោច្រាំងមិនចាំបាច់ពុតចិញ្ចាំខ្មៅក្រឹបសំនឹងកែវភ្នែកភ្លឺថ្លាមានពន្លឺស្រទន់ច្រមុះស្រួយខ្ពស់ថ្ពាល់ខូចទាំងសងស្ដាច់ថ្ពាល់មាត់រលោងដោយពងមាន់បោះសក់ស្រីខ្មៅរលោងវែងអន្លាជាសម្រស់ដែលបរនីមិនអស់នាងស្អាតម្យ៉ាងពីកុលាបព្រោះមើលតរឹកពីនឹងមុខមាត់កាងក្រមិចក្រម៉ៅចំណែកកុលាបវិញសភាពរៀបសារពួកនាងពិតជាស្រស់ស្អាតខ្លាំងណាស់បើកុំតែវាសនាចាស់ឲ្យស្រីល្អរស់នៅយ៉ាងកំសត់វេទនាបើអ្នកដតីឃើញប្រហែលជាគិតថានាងជាកូនអ្នកមានទ្រព្យមិនខាព្រោះសាច់ឈាមរបស់ពួកនាងភ្លឺថ្លាមិនសមរស់នៅពិបាកបែបនេះទេ